កើតជាមនុស្សគុំឲ្យកើតជាមនុស្សយើងវិបស្សនាទៅយើងដឹងថាពីចិត្តមុនមកយើងជាមនុស្សយ៉ាងម៉េចយើងដឹងរលឹកចិត្តដឹងពីព្រោះអ្វីដែលយើងបានស្ដាប់ឮអ្វីដែលយើងបានមើលឃើញអ្វីដែលយើងបានស្ដាប់វាផ្ទុកជាទិន្នន័យនៅក្នុងសម្រាប់ចិត្តរបស់យើងបើវាអត់ផ្ទុកទេទៅយ៉ាងដូចយើងនឹកឃើញទេដូចយើងមកអញ្ចឹងយើងដាក់កាមេរ៉ាវីដេអូមួយមកថតបើអត់មានទិន្នន័យចូលទៅក្នុងកាមេរ៉ាយើងស្ដាប់យ៉ាងដូចចាក់មើលឃើញទេបងប្អូនស្ដាប់ហ្នឹងមើលឃើញហ្នឹងដៃយើងធ្វើចឹងហ្នឹងបងប្អូនថតទៅហ្នឹងអត់មានស្ដាប់តែអត់ទិន្នន័យនោះចូលទៅអានោះអត់តែយើងវិបស្សនាទៅឃើញគេថារលឹកជាតិអានោះក្នុងអ្នកខ្លះអត់ទៅវិបស្សនាផងចិត្តមកមកចិត្តវាកន្លក់ពីសម្រាប់ចិត្តមកបាក់តែចិត្តណាចាំតែយើងចាំចិត្តមកកើតមកចិត្តយើងចាំចិត្តមកអត់តែថាយើងទៅទិន្នន័យទៅទេសូមបញ្ចប់ចំណាំកំទីចុងក្រោយរបស់យើងប៉ុណ្ណេះអរគុណឡុងបូរ៉េដែលជានាយករដ្ឋមន្ត្រីចុងក្រោយទីនៃរបបសាធារណរដ្ឋខ្មែរនៅពេលពួកខ្មែរក្រហមបែកចូលកាន់កាប់ពីក្រុងភ្នំពេញបានអស់ទៅហើយនៅតែមិនទាន់ដឹងថាតើទៅចរចាជាមួយនរណាអត់ដឹងថាតើមេធំរបស់ពួកខ្មែរក្រហមជានរណាទីគេមិនទាន់ដឹងថាសន្លឹកសជានរណាហើយពលពតមួយដែលគេបញ្ចូលក្នុងក្រុមក្រោមការដឹកនាំតែមួយដែលបញ្ចូលឲ្យមានជំនឿដូចគេហើយដែលគេលៀងខួរក្បាលស្អាតធេងហាក់អញ្ចឹងទៅចុះនៅវេលាម៉ោង 9:30 នាទីផ្នែកមួយនៃកងទ័ពដែលមានចំនួនប្រមាណជា40នាក់បានបង្ហាញខ្លួននៅទីស្តីការក្រសួងឃោសនាការអ្នកដែលបញ្ជាក្រុមនេះបានហៅឈ្មោះខ្លួនឯងថាហែមកេតតារាគាត់បានប្រកាសខ្លួនឯងជាឧត្តមសេនីយ៍ដោយបញ្ជាក់ថាគឺគាត់នេះហើយជាអ្នករំដោះភ្នំពេញហើយថាគាត់នៅបង្កើតរដ្ឋាភិបាលចម្រុះមួយតាមមធ្យោបាយនេះគាត់គិតថាគាត់ប្រហែលជានឹងអាចឆក់យកពីពួកខ្មែរក្រហមនៅអត្ថប្រយោជន៍នៃជ័យជំនះរបស់គេនេះជាការយល់ច្រឡំមួយមធ្យោបាយនេះមានចន្លោះពេលតែមួយខែប៉ុណ្ណោះភ្លាមនោះមិត្តរួមអាវុធរបស់គាត់និងរូបគាត់ផ្ទាល់បានត្រូវដកហូតអាវុធហើយបានបាត់ខ្លួនជារៀងរហូតប្រហែលនៅវេលាម៉ោង 10 សម្ដេចព្រះសង្ឃរាជពុទ្ធតាខាងគណៈមហានិកាយបានធ្វើសេចក្តីអំពាវនាវមួយឲ្យរក្សាការស្ងប់ស្ងៀមទៅតាមការស្នើរបស់ពួកអ្នកឈ្នះសង្គ្រាមចាប់ហើយយើងទាំងអស់គ្នាសុទ្ធតែជាបងប្អូនសូមស្ថិតនៅក្នុងតាមផ្ទះរបស់បងប្អូនរៀងៗខ្លួនមួយរយៈខ្លីក្រោយមកអ្នកនាំពាក្យម្នាក់របស់អគ្គដីទីបំផុតសង្គ្រាមមួយដែលមានរយៈពេល 5 ឆ្នាំត្រូវបានបញ្ចប់នៅចុងពេលព្រឹកមុនដែលការតាក់ទងទាំងអស់តាមទូរស័ព្ទទូរលេខនៅពុំទាន់កាត់ផ្ដាច់បាត់3 ដបប្រិសិទ្ធពិសេសរបស់កាសែតលំមុំបានសម្រេចបញ្ជូនមកដល់ក្រុងប៉ារីសនៅអត្ថបទខ្លីមួយដែលជោគជ័យអត្ថបទលើក19បន្ទាត់នេះនឹងចេញផ្សាយដល់ក្រុមបន្ទាត់ជំវិញនៅទំព័រទី1នៃកាសែតផ្សាយបន្ទាត់ប៉ាត្រីបានសរសេរថាទីក្រុងបានត្រូវរំដោះពួកអ្នកបដិវត្តបានចូលមកដល់ទីក្រុងតាមភាគខាងជើងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីស្ថានទូតបារាំងប្រមាណនៅម៉ោង 8:30 នាទីការវាយប្រយុទ្ធត្រូវបានបញ្ចប់នៅក្នុងតំបន់នេះដោយសារពុំមានការទប់ទល់របស់កងទ័ពសាធារណរដ្ឋខ្មែរគេនៅលើសម្លេងដៃរទេះរប៉ោះកណ្ដាលទីក្រុងនៅដឹកស្មានថាវាឆាប់រហ័សដូចនេះសោះ
ពីព្រោះគេបានកំណត់ជួបគ្នានៅព្រឹកនេះពួកគេបានធ្វើឲ្យយើងបរាជ័យនឹងការចោះចាញ់ពួកគេហាក់ដូចជាគ្មានគិតពីទំហំនៃវិនាសកម្មការឈឺចាប់ដែលប៉ះពាល់មកលើប្រទេសជាតិនិងការសប្បាយរីករាយខ្លាំងរបស់ប្រជាពលរដ្ឋក្រុងភ្នំពេញចំពោះកងទ័ពបដិវត្តន៍មានប៉ុណ្ណាឡើយកាសែត Le Monde ថ្ងៃទី10ភាពក្នុងក្រុងភ្នំពេញនៅព្រឹកនៃថ្ងៃរំដោះនឹងបង្ហាញឲ្យឃើញភាពធូរស្រាលដែលនឹងត្រូវធ្វើអត្ថាធិប្បាយរឹតតែច្រើនឡើងនៅទីក្រុងប៉ារីសតាមរយៈអត្ថបទរបស់